សម្ដេចប្រមុខរដ្ឋស្ដីទីចេញសាររំលឹកទៅដល់រាជរដ្ឋាភិបាលកុំបើកការចរចាទ្វេភាគីណាមួយជាមួយភាគីថៃលើបញ្ហាសមុទ្រនេះបើយោងលើសំណេរដែលបង្ហោះលើបណ្ដាញសង្គមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីរសៀលថ្ងៃ12ឧសភានេះដោយភ្ជាប់ជាមួយនឹងរូបថតសម្ដេចផ្ទាល់ជាមួយនឹងសម្ដេចកតេប្របណ្ឌិតប៊ុនរាជហ៊ុនសែននិងរូបលោកស៊ីហាសៈភូមិកេកែវរដ្ឋមន្ត្រីក្រសួងការបរទេសថៃដែល screenshot ចេញពីកាសែតថៃរ៉ាត់នៅក្នុងសំណេរដែលបានបង្ហោះមានខ្លឹមសារទាំងស្រុងថាកាលពីថ្ងៃម្សិលមិញទី11ឧសភាឆ្នាំ2026មានការចុះផ្សាយដោយសារព័ត៌មានថៃរ៉ាត់លោករដ្ឋមន្ត្រីការបរទេសថៃបាននិយាយថាក្រមអនុសញ្ញាច្បាប់សមុទ្របន្ទាប់ពីលោកចៅអនុសារណៈយោគគ្នាឆ្នាំ2001ត្រូវតែដំណើរការនៅក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាលហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិននៅក្នុងចំណុចនេះសម្ដេចតេជោបានបញ្ជាក់ថាប្រសិនបើការចុះផ្សាយនេះជាសម្ដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃពិតមែនពាក្យថាវិធីសាស្ត្រចម្បងគួរតែចរចារវាងភាគីទាំងពីរជាមុនសិនពាក្យនេះវាផ្ទុយស្រឡះជាមួយនឹងសកម្មភាពរបស់ភាគីថៃដែលបានលុប MOU ឆ្នាំ2001ជាឯកតោភាគីដែលបានលុបចោលក្របខ័ណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៊ីគ្នាសំណេរសម្ដេចតេជោបានបន្តថាក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីខ្ញុំសូមរំលឹកទៅដល់រាជរដ្ឋាភិបាលសូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយនឹងភាគីថៃឲ្យសោះនៅលើបញ្ហាសមុទ្រនិងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រឆ្នាំ1982តែម្ដងដោយមិនចាំបាច់រងចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយកាលពីថ្ងៃទី6ឧសភាឆ្នាំ2026ខ្ញុំបានរំលឹកម្ដងរួចមកហើយថាកុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោលយើងសោកស្ដាយដែលថៃលុប MOU ឆ្នាំ2001ចោលតែយើងក៏អរគុណថៃដែលជួយឲ្យយើងប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ